នាយករងមជ្ឈមណ្ឌលវឹកវើនកងរាជអាវុធហត្ថភ្នំសែនរាជរាយត្រូវបានចាប់ខ្លួនក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍និងប្រើហិង្សាលើនារីម្នាក់លោកឧត្តមសេនីយ៍ត្រីឈឹមឆែមនាយករងមជ្ឈមណ្ឌលវឹកវើនកងរាជអាវុធហត្ថភ្នំសែនរាជរាយត្រូវបានអង្គភាពអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនដើម្បីអនុវត្តច្បាប់ចំពោះបុគ្គលនេះដោយមិនមានការលើកលែងឡើយក្រោយបុគ្គលរូបនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍និងប្រើហិង្សាលើនារីម្នាក់នៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញនាយប់ថ្ងៃទី22ខែតុលាឆ្នាំ2025លោកឧត្តមសេនីយ៍ត្រីអេងហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងនៅថ្ងៃទី23ខែតុលានេះថាករណីគ្រោះថ្នាក់ចរាចរណ៍និងបង្កហិង្សាចំពោះក្មួយស្រីម្នាក់នៅចំណុចខាងលើដោយឈ្មោះឈឹមឆែមមានឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រីមុខតំណែងជានាយរងមជ្ឈមណ្ឌលវឹកវើនកងរាជអាវុធហត្ថភ្នំសែនរាជរាយលោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថាដោយការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនបុគ្គលឈ្មោះឈឹមឆែមនិងបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធីច្បាប់លោកបានបញ្ជាក់ថាកងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះស្របតាមទិសស្លោកប្រទេសជាតិត្រូវតែការពារប្រជាត្រូវតែបម្រើច្បាប់ត្រូវតែគោរពបទល្មើសត្រូវតែបង្ក្រាបលើសពីនេះកងរាជអាវុធហត្ថបានទំនាក់ទំនងជាមួយក្មួយស្រីនិងទទួលខុសត្រូវចេញថ្លៃព្យាបាលជូនក្មួយស្រីដែលរងរបួសជាមួយគ្នានេះលោកបានបន្តថាកងរាជអាវុធហត្ថនឹងធ្វើការប្រកាសព័ត៌មានពីចំណាត់ការនិងនីតិវិធីជូនសាធារណជនអ្នកសារព័ត៌មាននិងបុគ្គលពាក់ព័ន្ធជ្រាបនៅពេលបញ្ចប់នីតិវិធី